ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្រព័ន្ធគ្រប់គ្រងគណនេយ្យ Actual ERP នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការបង្កើតនិងកំណត់សិទ្ធិអ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធដោយជាដំបូងយើងចូលទៅក្នុង tool បន្ទាប់មករើសពាក្យថា maintain user រួចចុច new ដូច្នេះយើងត្រូវធ្វើការបញ្ចូលនៅ user code និង usernameរួចចុច save ជាការស្រេចហើយយើងអាចចុច browse នេះដើម្បីមើល user ទាំងអស់ដែលយើងបានបង្កើតរួចហើយតកតងជាមួយនឹងការកំណត់សិទ្ធិប្រើប្រាស់គឺយើងត្រូវចូលទៅក្នុង user ដែលយើងបានបង្កើតរួចចុចត្រង់មកបន្ទាប់មករើសពាក្យថា asset control អញ្ចឹងនៅក្នុងនេះគឺមានមុខងារទាំងអស់ដែលយើងប្រើប្រាស់អញ្ចឹងក្នុងការកំណត់គឺយើងត្រូវចុច untick នៅមុខងារមួយណាដែលយើងចង់បិទឧទាហរណ៍ថាចំពោះ customer invoice នេះគឺយើងមាន option ឲ្យយើងរើសដោយត្រង់កន្លែង execute មានន័យថាឲ្យយើងបិទអត់ឲ្យប្រើប្រាស់នៅមុខងារមួយហ្នឹងហើយបើសិនជាយើង untick ត្រង់កន្លែង new គឺបិទអត់ឲ្យយើងបង្កើតនៅ invoice ថ្មី edit មានន័យថាបិទអត់ឲ្យកែ delete មានន័យថាបិទអត់ឲ្យលុបហើយនៅត្រង់នេះតាក់ទងជាមួយនឹង report ដោយ print គឺបិទសម្រាប់ការ print report preview បិទ preview report export បិទ export report ជាដើមហើយខាងក្រោមនេះវិញសម្រាប់ជួយសម្រួលដល់ការកំណត់របស់យើងដោយ revoke all មានន័យថាបិទមុខងារទាំងអស់ហើយ grant all គឺបើកទាំងអស់ចំពោះ grant និង revoke នេះវិញគឺសម្រាប់ផិចឲ្យបិទឬមួយក៏បើកតែមុខងារដែលយើង select ទេឧទាហរណ៍ថាខ្ញុំចង់បិទពី customer debit note រហូតដល់ credit note អញ្ចឹងខ្ញុំធ្វើការ select ពីកន្លែងនេះរួចចុច shift នៅលើ keyboard របស់យើងនិងចុចកន្លែងចុងក្រោយដែលយើងចង់កំណត់បន្ទាប់មកចុច revoke ឬមួយក៏ grant ដូច្នេះបន្ទាប់ពីយើងកំណត់រួចយើងចុច save ត្រង់នេះជាការស្រេចបន្ថែមពីនេះទៅទៀត system ក៏មាននៅ user group សម្រាប់ក្នុងករណីដែលយើងចង់ set user ជាក្រុមឧទាហរណ៍ថាយើងមានអ្នកកាន់ stock ច្រើនអ្នកអញ្ចឹងយើងអាចបង្កើតក្រុមមួយសម្រាប់ user stock ដោយចូលទៅក្នុង maintain user group រួចចុច new បន្ទាប់មកដាក់នៅលេខកូដក្រុមនិងបរិយាយហើយ tag user ដែលត្រូវស្ថិតនៅក្នុងក្រុមមួយហ្នឹងនឹងចុច save ជាការស្រេចហើយយើងក៏អាចកំណត់នៅសិទ្ធិប្រើប្រាស់ជាក្រុមបាននៅត្រង់កន្លែងនេះដូចគ្នាជាចុងក្រោយបើសិនជាបងមានចម្ងល់បន្ថែមបងអាចធ្វើការឆាតសាកសួរនៅក្នុងក្រុម Telegram ឬមួយក៏ join channel Telegram និង follow page ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ Actual នេះផងដែរដោយបងអាច scan QR ខាងក្រោមនេះដើម្បី join បានសូមអរគុណ